សូមគោរពជំរាបសួរលោកលោកស្រីអ្នកនាងកញ្ញាដែលកំពុងទស្សនាតាមរយៈទំព័រ Facebook Page របស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាជាទីមេត្រីដើម្បីចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់អុសនិងធ្យូងដែលអាចបង្កហានិភ័យទៅដល់បរិស្ថាននៅថ្ងៃខាងមុខនោះនៅក្នុងខេត្តសៀមរាបមានរោងចក្រផលិតនិងកែច្នៃចាចង្ក្រានបរិស្ថាននិងអុសបរិស្ថានដែលផលិតនិងកែច្នៃអំពីសំណល់នៃការអំពៅនិងកំទេចអាចរណាលោកលោកស្រីអ្នកនាងកញ្ញាចង់ដឹងថាតើនៅក្នុងរោងចក្រផលិតចង្ក្រាននិងអុសបរិស្ថានដែលផលិតឡើងអំពីសំណល់កាកអំពៅនិងកំទេចអាចរណានេះថាតើសង្វាក់ផលិតកម្មនៅក្នុងរោងចក្រនេះមានដំណើរការយ៉ាងដូចម្តេចនោះសូមអញ្ជើញលោកលោកស្រីអ្នកនាងកញ្ញាទស្សនានៅកិច្ចសម្ភាសន៍រវាងនាងខ្ញុំជាមួយនឹងលោកសែមច័ន្ទវាសនាដែលជាប្រធានផ្នែកលក់របស់ស្ថាប័នចង្ក្រានបរិស្ថាន ACE ដូចតទៅសូមជម្រាបសួរលោកវាសនាបាទជម្រាបសួរបងជម្រាបសួរចាអរគុណច្រើនលោកវាសនានេះខ្ញុំចង់ជម្រាបសួរលោកថាតើស្ថាប័នចង្ក្រានបរិស្ថាន ACA របស់យើងនេះត្រូវបានបង្កើតឡើងតាំងពីពេលណាហើយក្នុងគោលបំណងអ្វីដែរចាអរគុណច្រើនបងចំពោះការបង្កើតឲ្យមានរោងចក្រផលិតចង្ក្រានបរិស្ថាននេះឡើងនៅក្នុងទីរួមខេត្តសៀមរាបយើងនេះទីមួយគោលបំណងយើងមើលឃើញថានៅក្នុងប្រទេសកម្ពុជាយើងគឺមានធនធានធម្មជាតិច្រើនមែនទែនបាទបើយើងក៏លេចទៅមើលដូចជាអុសធ្យូងឬក៏ក្របថ្នោតត្រឡោកដូងសកៃដូងដែលយើងកវត្តចោលក៏យើងអាចយកមកប្រើប្រាស់បានដែរដូច្នេះបាទយើងគិតថាបើសិនយើងមានចង្ក្រានមួយដែលអាចបំលែងរបស់ដែលជាកាកសំណល់ទាំងអស់ហ្នឹងយកមកប្រើប្រាស់ជាមួយនឹងចង្ក្រាននេះបានគឺពិតជាល្អខ្លាំងមែនទែនហើយមួយទៀតឥឡូវនេះនៅក្នុងសតវត្សទោះបីឆ្នាំ2023ក៏ដោយក៏ប៉ុន្តែប្រជាពលរដ្ឋយើងនៅតែចូលចិត្តនៅក្នុងការចម្អិនអាហារជាមួយនឹងការដុតអុសដុតធ្យូងអញ្ចឹងណាទីមួយគឺបើសិនតែចាស់គាត់និយាយថាបាយឆ្ងាញ់បាទហើយបើសិនតែយើងគិតមកមើលសុខភាពវិញគឺវាអត់មានហានិភ័យអញ្ចឹងណាបាទអត់មានកាប់ទុកកាអីទេហើយមួយទៀតរោងចក្រផលិតចង្ក្រានបរិស្ថានយើងនេះគឺយើងផលិតយើងចាប់ផ្ដើមសាងសង់នៅឆ្នាំ2020បាទបើគិតទៅវាចូលចិត្ត3ឆ្នាំជាងមកហើយឥឡូវនេះហើយនៅក្នុងរោងចក្រផលិតចង្ក្រានរបស់យើងនេះគឺយើងមិនមែនផលិតតែចង្ក្រានមកទេយើងក៏មានអុសបរិស្ថានដែរអុសបរិស្ថាននេះទឹកតែចាប់កំណត់បានប្រហែលជា2ឆ្នាំទេក្រោយការផលិតចង្ក្រាននឹងប្រហែលជា1ឆ្នាំពាក់ព័ន្ធជាមួយនឹងការផលិតអុសបរិស្ថានហើយនឹងចង្ក្រានបរិស្ថាននេះវាមានភាពខុសគ្នាយ៉ាងម៉េចដែរលោកវិស្នាចា៎អរគុណច្រើនបងវាមានភាពខុសគ្នាឆ្ងាយខ្លាំងមែនទែនរវាងការផលិតចង្ក្រានបរិស្ថាននិងអុសបរិស្ថានព្រោះអីចង្ក្រានបរិស្ថានគឺចាប់កំណើតមុនចាប់កំណើតនៅអុសបរិស្ថានទី1ទី2ការរៀបចំគ្រឿងផ្គុំឬក៏ការកាត់តតម្លើងដើម្បីឲ្យអាចខ្លាយជាចង្ក្រានមួយបានគឺមានដំណាក់កាលច្រើនមែនទែនបើយើងគិតទៅតាំងពីថ្មនៅទាំងដុំដែកនៅទាំងប្រទេសហើយខ្លួននៅផ្សេងដៃនៅផ្សេងជើងនៅផ្សេងយើងត្រូវកាត់តតម្លើងហើយយកមកផ្គុំចូលគ្នាហើយគ្រាន់តែផ្គុំហើយក៏មិនអាចយកទៅប្រើបានដែរយើងត្រូវចុះថ្ងៃខែឆ្នាំកំណើតឲ្យប្រកាសថាចង្ក្រាននេះគឺត្រូវបានមានលេខកូដនេះហើយចាប់ផ្ដើមតម្លើងនៅថ្ងៃនេះហើយអាចយកទៅប្រើប្រាស់បានអត់អាចគ្រាន់តែផ្គុំហើយយកទៅប្រើបានទេចាសូមកាត់ប្រសាសន៍លោកទៅចង្ក្រានបរិស្ថាននេះយើងផលិតក្នុងលក្ខណៈស្តង់ដារឬក៏បច្ចេកវិទ្យានឹងយើងនាំមកពីខាងណាដែរហើយគុណភាពនៃចង្ក្រានហ្នឹងយ៉ាងម៉េចដែរចា៎អូខេអរគុណបើពីដំបូងយើងគិតទៅចង្ក្រានបរិស្ថាននេះយើងនាំចូលមកពីខាងប៉ែកអាហ្វ្រិកកាលពីឆ្នាំ2016ក៏ប៉ុន្តែនៅពេលដែលរយៈពេល5ឆ្នាំចុងក្រោយយើងអត់បាននាំចូលទេយើងចាប់ផ្ដើមធ្វើឲ្យមានរោងចក្រនៅទីនេះបើយើងនិយាយទៅអាចថាមានដៃគូសហការរបស់យើងនៅក្រៅប្រទេសដែរចា៎បាទបន្ទាប់មកយើងធ្វើកសាងឲ្យមានរោងចក្រនេះឡើងហើយយើងអាចផលិតពីស្រុកខ្មែរយើងយកទៅលក់នៅក្រៅប្រទេសវិញម្ដងពីមុនយើងនាំចូលពីគេតែឥឡូវអត់ទេយើងផលិតខ្លួនឯងយើងផលិតនៅក្នុងប្រទេសកម្ពុជាយើងហើយយើងយកទៅលក់នៅក្រៅប្រទេសវិញបាទនេះគឺជាអាចថាជាចំណុចមួយដែលល្អមែនទែនដែលយើងអាចនាំចេញផលិតផលក្នុងស្រុកយើងទៅក្រៅប្រទេសបានចា៎ងាកមកកាន់អុសបរិស្ថានវិញលោកវិស្នាអុសបរិស្ថានរបស់យើងផលិតចេញពីអ្វីដែរចា៎អូខេបងចំពោះអុសបរិស្ថានរបស់យើងនេះគឺយើងវត្ថុធាតុដើមរបស់យើងគឺមានកាកអំពៅហើយនឹងកំទេចកំទី nature ឬក៏យើងហៅថាអាចរណាអញ្ចឹងណាបងបាទបើដូចកាកអំពៅអញ្ចឹងដូចសម្រាប់អាជីវករដែលកាត់លក់ដូរទឹកអំពៅនៅក្នុងទីរួមខេត្តសៀមរាបយើងឬក៏តាមបណ្ដាស្រុកបណ្ដាអញ្ចឹងភាគច្រើនកាត់យកទៅដុតចោលបាទគាត់យកទៅដុតចោលគាត់ខ្លះទៅក៏គាត់អាចកែច្នៃទៅជាជីប៉ុន្តែ90%គឺគាត់យកទៅដុតចោលហ្មងឬក៏គាត់ប្រមូលទៅដាក់កន្លែងដែលខាងដឹកជញ្ជូនសម្រាប់ហ្នឹងគាត់ទៅប្រមូលអញ្ចឹងទៅដល់ពេលដែលយើងមើលឃើញបែបនេះទៅយើងគិតថាបើសិនតែយើងកែច្នៃរបស់ហ្នឹងទៅជារបស់មួយដែលមានតម្លៃតើវានឹងល្អយ៉ាងណាហើយយើងចំណាយពេល1ឆ្នាំសម្រាប់ការសិក្សាស្រាវជ្រាវហើយពីដំបូងគឺយើងធ្វើដោយដៃទេនៅក្នុង1ម៉ោងយើងធ្វើបានប្រហែលជា5គីឡូក្រាមទេ បាទដោយសារការសាកល្បងបន្ទាប់មកនៅពេលដែលយើងការសាកល្បងរបស់យើងឃើញថា
អាចទទួលយកបាន quality របស់អស់គុណភាពរបស់អស់បរិស្ថានហ្នឹងគឺល្អអាចទទួលយកបានហើយយើងចាប់ផ្ដើមរៀបគម្រោងដើម្បីនាំចូលម៉ាស៊ីនធំនេះចូលមកពីសាធារណរដ្ឋឆេកអញ្ចឹងក្នុងមួយថ្ងៃយើងអាចផលិតបានរហូតដល់ជិត500គីឡូខុសនិយាយរួមខុសគ្នាច្រើនខ្លាំងមែនទែនខុសច្រើនកាលពីយើងអត់ទាន់មានណាអរគុណចាបើសិនជាយើងនិយាយទៅដល់អស់បរិស្ថានហ្នឹងបងប្អូនប្រជាពលរដ្ឋយើងលោកប្រកាសជាឆ្ងល់ហើយថាអស់បរិស្ថានហ្នឹងវាមានភាពខុសប្លែកគ្នាជាមួយនឹងអស់ដែលយើងកាប់ពីព្រៃឬមួយក៏ខ្ជុងដែលយើងដុតប្រចាំថ្ងៃហ្នឹងយ៉ាងម៉េចខ្លះដែរចាបាទអរគុណបងអស់បរិស្ថានគឺខុសប្លែកឆ្ងាយពីអស់យើងប្រើប្រាស់រាល់ថ្ងៃនឹងខ្ជុងហ្នឹងខ្លាំងមែនទែនចាមូលហេតុអីដោយសារតែអស់បរិស្ថានឈ្មោះជាអស់បរិស្ថានក៏ប៉ុន្តែមិនតែកាប់បំផ្លាញបរិស្ថានយកមកធ្វើអស់ទេបាទគឺយើងយកកាកអំពៅយើងយកមេឈើដែលបងប្អូនយើងគាត់កាត់ចោលនៅតាមផ្ទះឬក៏កំទីស្លឹកឈើឬក៏អាចរណាអីដែលយើងប្រមូលពីខាងសិប្បកម្មកែច្នៃនោះមកវិញយើងអត់ទៅកាប់មេឈើធំយកមកផលិតជាអស់នេះទេបើអញ្ចឹងគឺវាមានន័យថាវាដូចជាមិនមែនការជួយបរិស្ថានបាទអញ្ចឹងនេះគឺជាគ្រឹះសំខាន់ដែលយើងធ្វើមានអស់បរិស្ថានទី2ខុសគ្នាយ៉ាងម៉េចជាមួយនឹងការប្រើប្រាស់អុកធ្យូងបែបបុរាណរបស់យើងចាបើយើងចង់ប្រើធ្យូងយើងតតកាប់ព្រៃឈើដើម្បីយកមកធ្វើធ្យូងចាបើយើងចង់ប្រើអុសធំក៏យើងត្រូវតកាប់ព្រៃឈើយកមកនេះដល់ពេលទៅវាធ្វើប៉ះពាល់ដល់ធនធានធម្មជាតិនិងប៉ះពាល់ដល់បរិស្ថានដូច្នេះហើយបើសិនជាឲ្យខ្ញុំប្រៀបធៀបអុសបរិស្ថាននេះគឺល្អខ្លាំងមែនទែនទាំងផលចំណេញសម្រាប់អ្នកប្រើប្រាស់ទាំងអត្ថប្រយោជន៍ដល់សង្គមជាតិយើងនិងបរិស្ថានយើងជាសំខាន់តែម្ដងចាសម្រាប់អស់បរិស្ថាននេះយើងអាចប្រើប្រាស់បានតែជាមួយនឹងចង្ក្រានបរិស្ថានដែលខាងក្រុមហ៊ុនយើងផលិតទេឬក៏យ៉ាងម៉េចដែរលោកស្នាចាអរគុណបងចំពោះអស់បរិស្ថាននេះយើងក៏អាចប្រើមួយចង្ក្រានលើបានដែរចាក៏ប៉ុន្តែបើសិនយើងប្រើមួយចង្ក្រានលើអស់នឹងគឺអស់ពីសមត្ថភាពរបស់អស់ទេឥឡូវខ្ញុំសូមបង្ហាញម្ដុំសិនចាបងអាចមើលអស់នេះគឺណែនល្អខ្លាំងមែនទេចាបើសិនតែយើងយកទៅដុតជាមួយចង្ក្រានលើយើងក៏វាឆេះដែរក៏ប៉ុន្តែវាឆេះអស់ពីសមត្ថភាពរបស់អស់ចាបាទដោយសារអស់នេះគឺណែនខ្លាំងមែនទែនដែលយើងមានម៉ាស៊ីនរបស់យើងនេះគឺម៉ាស៊ីនគៀបនឹងកម្លាំងជិត20តោនសម្រាប់គៀបអស់នេះឲ្យវាហាប់មានណែនចាហើយបើយើងប្រើជាមួយចង្ក្រានបរិស្ថានអស់នេះគឺអស់ពីសមត្ថភាព 100% ដោយសារអីចង្ក្រានបរិស្ថានមានកង្ហារដែលជាជំនួយការធ្វើឲ្យភ្លើងឆេះខ្លាំងផ្ដាច់ផ្សែងពីក្នុងចង្ក្រានអញ្ចឹងអស់មួយដុំនេះបើសិនតែយើងដុតដាំបាយធ្វើម្ហូបរួចហើយផេះហើយសល់អត់បានមួយស្លាបព្រាបាយទេឬក៏សឹងតែអត់ឃើញផេះផងចាព្រោះអីវាអស់ពីសមត្ថភាពរបស់អស់នេះគឺថាការដុតជាមួយចង្ក្រាននេះគឺវាចម្រាញ់អាជាតិឧស្ម័នជាតិហ្គាសជាតិផ្សែងនេះបំលែងទៅជាដុតភ្លើងទាំងអស់អញ្ចឹងបើយើងយកទៅដុតមួយចង្ក្រានលើវាមានផ្សែងហើយវាអត់អាចប្រើអស់ពីសមត្ថភាពអញ្ចឹងទៅបាទអរគុណចាហើយបើសិនជាយើងប្រៀបធៀបជាមួយនឹងការប្រើប្រាស់អស់នឹងចង្ក្រានបរិស្ថាននេះជាមួយនឹងការប្រើប្រាស់របស់បងប្អូនយើងចង្ក្រានធម្មតាជាលក្ខណៈចង្ក្រានអគ្គិសនីចង្ក្រានធ្យូងឬមួយក៏ចង្ក្រានហ្គាសវិញយើងគិតថាក្រៅពីផ្ដល់ផលល្អដល់បរិស្ថានហើយវាអាចផ្ដល់ផលចំណេញឲ្យខ្លះដល់បងប្អូនប្រជាពលរដ្ឋយើងដែរចា៎អូខេបងអរគុណច្រើនចំពោះការប្រើប្រាស់អុសធម្មតាជាមួយចង្ក្រានលើចង្ក្រានបុរាណការប្រើប្រាស់អុសធម្មតាជាមួយនឹងចង្ក្រានបរិស្ថានខាងស្ថាប័នចង្ក្រានបរិស្ថានក៏ដោយដែរការប្រើប្រាស់អុសធម្មតាជាមួយចង្ក្រានបរិស្ថានរបស់យើងគឺសំចៃរហូតដល់ 65% ឡើងបើសិនតែឧទាហរណ៍ថាអុសមួយដើមប៉ិនក៏ដៃប្រវែងនេះបើយើងយកទៅប្រើមួយចង្ក្រានលើតែប្រកាត់ភ្លើងក៏ប្រកាត់អត់ឆេះដែរចាតែបើយើងមកប្រើមួយចង្ក្រានបរិស្ថានដាំបាយ3កំប៉ុងឆ្អិនអានឹងយើងអាចសម័យបានហើយអញ្ចឹងអុសប៉ិនក៏ដៃប្រវែងនេះបើយើងយកទៅប្រើជាមួយចង្ក្រានបរិស្ថានម្ដុំនឹងអាចឆ្អិនបាយ3កំប៉ុងអញ្ចឹងទៅបើយើងងាកទៅប្រើមួយចង្ក្រានលើវិញតើតែ3ដុំនោះបានដាំបាយឆ្អិនអញ្ចឹងយើងឃើញថា1 គុណនឹង3បើសិនចង្ក្រានបរិស្ថានប្រើតែម្ដុំទេបើចង្ក្រានលើប្រើដល់3ដុំហើយអ្វីដែលកើតទទួលបានពីការប្រើប្រាស់អុសនោះទៀតគឺផ្សែងចា៎បាទហើយផ្សែងនេះគឺអត់ទៅណាទេបាទផ្សែងដែលប្រើមួយចង្ក្រានលើជាមួយអុសយើងធម្មតានេះគឺអត់ទៅណាទេគឺចូលមកក្នុងខ្លួនរបស់អ្នកចម្អិនអាហារនឹងតែម្ដងអ្នកចម្អិនអាហារគាត់ប្រឈមមុខខ្លាំងមែនទែនជាមួយនឹងការប្រើប្រាស់ចង្ក្រានដែលមានផ្សែងទោះបីជាគាត់អត់ទទួលរងផលប៉ះពាល់នឹងភ្លាមមែនក៏ប៉ុន្តែវានឹងដក់ជាប់នៅក្នុងសួតថ្លើមរបស់គាត់នៅក្នុងកាយភ្នែករបស់គាត់រយៈពេល10ទៅ20ឆ្នាំក្រោយពីច្រើនស្ត្រីមេផ្ទះក៏តែងតែថាខ្ញុំអត់ចេះជក់បរិយទេហើយហេតុអីក៏ខ្ញុំត្រូវកើតជំងឺល្បែងជំងឺថ្លើមជំងឺសួតជំងឺ
គេហៅសវាំងភ្នែកក៏កតុយថ្លែម ចា៎ ហើយស្រឡឹងទៅមើលតបូលតែបាយរបស់គាត់គឺខ្មៅអស់ហើយអញ្ចឹងតបូលខ្មៅប៉ុណ្ណឹងចិត្តតែរំតែសួតយើងអ្នកដាំបាយធ្វើម្ហូប ចា៎ បាទនេះគឺជាភាពខុសគ្នា ចា៎ រវាងអ្នកប្រើប្រាស់ចក្រានបរិស្ថាននិងបងប្អូនប្រជាពលរដ្ឋយើងដែលគាត់ប្រើប្រាស់ចក្រានបុរាណយើង ចា៎លោកវាសនាយើងដោយសារតែការដំណើរការផលិតរបស់ខាងក្រុមហ៊ុនចក្រានបរិស្ថានរបស់លោកហ្នឹងគឺយើងទៅតែចាប់ផ្ដើមបានប្រហែលជា3ឆ្នាំទេរហូតដល់ពេលនេះតើការទទួលស្គាល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋយើងវិញយ៉ាងម៉េចដែរចា៎ បាទអរគុណច្រើនបងរាល់ថ្ងៃនេះបើគាត់រយៈពេល3ឆ្នាំជាងដែលយើងមានរោងចក្រផលិតនិងយើងចាប់ផ្ដើមចែកចាយនៅក្នុងប្រទេសកម្ពុជាយើង ចា៎ យើងផលិតបានចូលជិត 20000 គ្រឿងហើយសប្តាហ៍ថ្ងៃនេះគឺមានការគ្រប់គ្រងខ្លាំងមែនទែនឥឡូវនេះក៏ដោយដូចបងប្អូនទាំងគ្នាពុំទស្សនាវីដេអូនេះចឹងឥឡូវនេះចាប់ផ្ដើមដាច់ស្តុកបដាហើយផលិតអត់ទាន់ទេ ចា៎ ដោយសារថាកំណើននៃការគ្រប់គ្រងច្រើនខ្លាំងមែនទែនព្រោះអីមួយថ្ងៃយើងអាចផលិតបាន20ទៅ30 គ្រឿងក៏ប៉ុន្តែបើសិនតែមួយថ្ងៃយើងលក់លើសពី20ទៅ30 គ្រឿងអញ្ចឹងការផលិតរបស់យើងគឺយើងអាចថារឿងប្របានបន្តិចដោយសារថាកំណើននៃការគ្រប់គ្រងគឺច្រើនទោះបីតម្លៃរៀងខ្ពស់តិចមែនក៏ប៉ុន្តែគុណភាពហើយនឹងសេវាកម្មជួសជុលសេវាកម្មមើលថែហ្នឹងគឺធានាជូនមួយជីវិតរបស់ចក្រានតែម្ដង ចា៎ហើយបើយើងនិយាយពីគុណភាពរបស់ចង្ក្រានវិញយើងអាចប្រើប្រាស់បានប្រហែលឆ្នាំដែរចា៎ បាទអរគុណដល់ចំពោះចក្រានបរិស្ថានរបស់យើងអាយុកាលអាចប្រើបានពីចន្លោះ8ទៅដល់10ឆ្នាំបានយូរមែនទែនហើយអ្វីដែលកាន់តែប្រសើរទៀតសម្រាប់អតិថិជនដែលគាត់អ្នកប្រើហ្នឹងបើគាត់នៅតែប្រើយើងនៅធានាជូនប្រើចោះបងប្អូនទាំងអស់គ្នាប្រើចោះខ្ញុំសប្បាយចិត្តនៅពេលដែលបងប្អូនទាំងអស់គ្នាប្រើហើយកុំគិតថាអេប្រើទៅតិចដល់3 4ឆ្នាំ2 3ឆ្នាំចឹងមានបញ្ហាទៅគេទុកយើងចោលអត់ទេឲ្យតែប្រើហើយមួយទៀតឲ្យតែមានបញ្ហាតាក់ទងមកស្ថាប័នចក្រានបរិស្ថានយើងតាក់ទងមកខ្ញុំក៏បានតាក់ទងមកក្រុមការងាររបស់ខ្ញុំក៏បានដែរនៅទីណាក៏អត់ទុកចោលដែរ ចា៎ ហើយមួយទៀតចង់បញ្ជាក់ថាទោះបីជាកន្លែងផ្សេងក៏គេមើលថែអត់កើតដែរចង់និយាយថាកើតនៅទីណាឈឺទៅមកព្យាបាលនៅទីនឹងវិញ ចា៎ហើយលើកអាចជម្រាបបានទេថាតើចង្ក្រានមួយយើងនឹងលក់ក្នុងតម្លៃប៉ុន្មានហើយដោយឡែកអស់បរិស្ថានវិញយើងនឹងលក់ទៅអតិថិជនយើងក្នុងតម្លៃយ៉ាងម៉េចដែរ1គីឡូប្រហែលដែរចា៎ អូខេអរគុណបងហ្នឹងហើយចំពោះចង្ក្រានបរិស្ថាន ACE1 របស់យើងនៅក្នុងប្រទេសកម្ពុជាយើងដែលយើងចរាចរណ៍រយៈពេល6ឆ្នាំចូល7ឆ្នាំនេះយើងលក់នៅក្នុងតម្លៃមួយឈុត$105សម្រាប់តម្លៃនៃការទិញដាច់ហើយយើងក៏មានជំរើសមួយទៀតដែរសម្រាប់បងប្អូនប្រជាពលរដ្ឋដែលគាត់រស់នៅក្នុងតំបន់ដែលមានក្រុមការងារយើងប្រចាំនៅទីនោះគាត់នឹងទទួលបានមួយជំរើសទៀតគឺការបង់រំលោះហើយបង់រំលោះនោះក៏មិនជាមានបញ្ហាអីស្មុគស្មាញដែរអតិថិជនអរគ្នាគាត់គ្រាន់តែធ្វើការបង់ប្រាក់មុន$25បន្ទាប់មកគាត់ធ្វើការបង់ប្រាក់រយៈពេល9ខែក្នុងមួយខែ$10ទៀតស្មើនឹងមួយថ្ងៃគាត់ទុកតែ$1300ឬក៏$1500រៀលនៅក្នុងការសន្សំនៅក្នុងការបង់ប្រាក់ប្រចាំខែរបស់គាត់អញ្ចឹងតម្លៃទិញដាច់មួយឈុត$105ហើយតម្លៃបង់រំលោះគឺមួយឈុត$115អ្វីដែលគាត់ទទួលបានរួមមានចក្រានបរិស្ថាន ACE1 មួយផ្ទាំងសូឡាឆាំងសាអគ្គិសនីអំពូលភ្លើង LED ហើយបន្ទាំងសាច់ BBQ លិខិតធានាពេញមួយអាយុកាលរបស់ចក្រានហើយនឹងខ្សែសាក USB ទូរស័ព្ទទៅជូនគ្នាហើយចំពោះអស់បរិស្ថានអស់បរិស្ថាននៅពេលដែលអតិថិជនដែលបានជាវចក្រានបរិស្ថានហើយគាត់នឹងអាចធ្វើការបញ្ជាទិញអស់បរិស្ថាននៅក្នុងតម្លៃទាបខ្លាំងមែនទែន15គីឡូក្រាមតម្លៃត្រឹមតែ$8000រៀលបើយើងគិតជាក្នុង1គីឡូតែ500រៀលអញ្ចឹងទៅបាទអត់ដល់600រៀលទេហើយសឹងថា1គីឡូគាត់ដាំបាយក្នុងមួយថ្ងៃបើថា2ដងប្រើអត់អស់ទេអញ្ចឹងមួយថ្ងៃគាត់ចំណាយដល់500រៀលទេទៅលើការដាំបាយក៏ប៉ុន្តែបើសិនឧទាហរណ៍ថាអាចថាដាំបាយផងធ្វើម្ហូបផង2 3ពេលអញ្ចឹងវាអាចអស់ក្នុង1គីឡូអញ្ចឹងអាចគាត់អាចនិយាយបានថាមួយថ្ងៃគាត់ចំណាយអស់តែ500រៀលទេនៅក្នុងការដាំបាយរបស់គាត់ដោយសារតែការផលិតអស់របស់យើងផលិតចេញពីសំណល់ការអំពៅឬក៏កំទេចនៃមេឈើដែលយើងអាចហៅថាកំទេចអាចរណាផ្សេងៗយើងមានបញ្ហាលំបាកក្នុងការស្វែងរកវត្ថុធាតុដើមទាំងអស់ហ្នឹងមកផលិតទេចា៎ពីដំបូងគឺរៀងមានផលវិបាកបន្តិចមែនដោយសារយើងអត់ទាន់ទទួលបានគេហៅថាទិន្នន័យច្បាស់លាស់នៅក្នុងការទៅប្រមូលទៅយកអញ្ចឹងណាបងក៏ប៉ុន្តែប្រហែលជាកន្លះឆ្នាំជាងយើងចាប់ផ្ដើមអាចថាស្គាល់អំពីទីតាំងដែលយើងត្រូវទៅប្រមូលហើយបងប្អូនអាជីវករដែលកាត់លក់ទឹកអំពៅហ្នឹងកាត់ដល់ពេលដែលយើងទៅយកម្ដង2ដងអញ្ចឹងហើយកាត់សុំលេខទូរស័ព្ទយើងឬក៏យើងសុំលេខទូរស័ព្ទកាត់ទៅដល់ពេលដែលយើងមានតំណែងល្អមួយគាត់អញ្ចឹងទៅពេលខ្លះទៅយើងឥឡូវទៅយកនៅខាងនេះអញ្ចឹងទៅហើយអ្នកខាងនោះទេមកអាឡូបងមកយកការអំពៅផងឥឡូវច្រើនណាស់អូខេអញ្ចឹងទៅហើយបើចំពោះមេឈើវិញជួនកាលទៅយើងជិះបើលម៉យើងតាមផ្លូវទៅយើងឃើញទៅក៏យើងប្រមូលយកមកព្រោះអីបើសិនតែយើងទុកទៅក៏វាអាក្រក់មើលទៅតាមផ្លូវយើងដែរបាទហើយខ្លះទៀតបងប្អូនខ្លះគាត់យកទៅដុតចោលហើយដុតចោលផ្សាយឡើងហុយតឡូមពេញមេឃអញ្ចឹងទៅអញ្ចឹងយើងគិតថា
បើសិនតែយើងយកមកកែច្នៃផាច់ជាល្អជាអញ្ចឹងពីដំបូងវាមានផលវិបាកមែននៅក្នុងការស្វែងរកវត្ថុធាតុផ្គុំរបស់អស់បរិស្ថាននេះក៏ប៉ុន្តែនៅពេលដែលការចាប់ផ្ដើមយើងបានថាអាចថាចិត្តពាក់កណ្ដាលទីយើងអត់ពិបាកទេដោយសារថាវត្ថុធាតុផ្គុំទាំងអស់នេះសុទ្ធតែយើងអាចរកនៅចិត្តយើងបានចា៎អរគុណលោកវាសនាក្រៅពីការចូលរួមចំណែកកាត់បន្ថយអំពីផលប៉ះពាល់ផ្នែកបរិស្ថាននៃការផលិតអស់បរិស្ថាននិងចង្ក្រានបរិស្ថានតើនៅក្នុងរោងចក្រយើងបានផ្ដល់ឱកាសការងារយ៉ាងណាខ្លះសម្រាប់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើងចា៎អរគុណនៅក្នុងរោងចក្រផលិតចង្ក្រានរបស់យើងនេះគឺយើងផ្ដល់ឱកាសច្រើនមែនទែនយើងមិនមែនផ្ដល់ឱកាសឲ្យតែអ្នកដែលមានចំណេះដឹងឬក៏បុរសទេនៅក្នុងស្ថាប័នចង្ក្រានបរិស្ថានយើងសឹងតែ 70% គឺជាមនុស្សស្រីពីយើងនិយាយទៅថាយើង gender អញ្ចឹងមនុស្សប្រុសក៏អាចធ្វើបានមនុស្សស្រីក៏អាចធ្វើបានអញ្ចឹងគឺនៅទីនេះពួកគាត់ទទួលបានប្រតិបត្តិល្អក៏ទទួលបានថ្ងៃសម្រាប់តាមច្បាប់របស់ប្រទេសកម្ពុជាយើងហើយនៅក្នុងម៉ោងបំពេញការងារក៏ទទួលបានអាហារមួយពេលសម្រាប់ការបំពេញការងាររបស់គាត់ហើយមួយវិញទៀតសម្រាប់ស្ត្រីដែលមានផ្ទៃពោះហើយយើងក៏មានការរៀបចំ special target សម្រាប់ពួកគាត់នៅពេលដែលពួកគាត់សម្រាប់កូនយើងមានជា gift សម្រាប់ពួកគាត់ក្នុងនោះសម្រាប់រោងចក្ររបស់យើងមានទីតាំងនៅក្នុងភូមិណាដែរឬការតំណាក់តំណងអីដែលបងប្អូនយើងគាត់ត្រូវការជាវចង្ក្រានឬក៏អស់បរិស្ថានរបស់យើងគាត់អាចតំណាក់តំណងមកតាមណាដែរអូខេអរគុណបងចំពោះរោងចក្រផលិតចង្ក្រានបរិស្ថានរបស់យើងឥឡូវនេះយើងមានទីតាំងនៅភូមិតាជែកសង្កាត់ជ្រាវក្រុងសៀមរាបខេត្តសៀមរាបហើយបើសិនបងប្អូនអរគ្នាមានចំណាប់អារម្មណ៍ចង់ធ្វើការតំណែងទិញចង្ក្រានបរិស្ថានអាចទៅមកខ្ញុំបាទផ្ទាល់សែមច័ន្ទវាសនាដែលមានលេខទូរស័ព្ទ017 32 31និង17ហើយនឹងលេខ096 99 22 66និងលេខ2និងលេខ088 25 88 007អរគុណចាអរគុណច្រើនចា